ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះសឺសេរីពៅដែលវីដេអូមុនខ្ញុំបាននិយាយអំពីការ design logo form login ឥឡូវនេះខ្ញុំមកធ្វើបន្តអំពី form sign up ម្ដងដែលមុននឹងយើងចូលទៅ design ហ្នឹងយើងចូលមកនៅក្នុងនឹងជ្រើសរើសយក frame សិនដែលខ្ញុំយក16 Pro Max ក៏ដែរតោះមកខ្ញុំកែវាឲ្យដូចគ្នាខ្ញុំកែដូចគ្នាហើយខ្ញុំចាប់ផ្ដើម design វាតែម្ដងដែលខាងមុខនេះខ្ញុំអត់សូវដាក់វាធំទេហើយខ្ញុំមកកែ font size វា24ដូចគ្នាហើយខ្ញុំទាញវាដាក់ឲ្យស្មើគិតថាខ្ញុំដាក់ត្រង់ណាឲ្យស្មើអញ្ចឹងទៅបន្ទាប់មកខ្ញុំយក text វាមួយទៀតដើម្បីមកសរសេរពាក្យថា unlock ចូល account unlock level តោះមកខ្ញុំ change វាទៀតហើយខ្ញុំដូរ font size ខ្ញុំសេរីវាស្មើសិនតែប៉ុណ្ណេះហើយបន្ទាប់មកខ្ញុំចូលទៅយកកូដធ្វើជាបេតុងតែបើអ្នកទាំងអស់គ្នាគិតថាអត់ចង់កូដទេខ្លាចវាអត់ស្មើអីចឹងទៅអ្នកទាំងអស់គ្នាអាចមក copy ពីខាងនឹងបានពីខាង form login បានហើយពេលហ្នឹងអ្នកទាំងអស់គ្នាមានប្រភេទជាenter email បញ្ចូល email password ហើយបន្ទាប់មក new password ពេល new password ហើយយើងមានបេតុងមួយដែរប៊ូតុង sign in sign up តែបើអ្នកទាំងអស់គ្នាជួបករណីបែបហ្នឹងអ្នកទាំងអស់គ្នាអាចមើលមកខាងឆ្វេងបន្ទាប់មកអ្នកទាំងអស់គ្នាចុចលើវាហើយអ្នកទាំងអស់គ្នាអូសដាក់ឲ្យពីលើវាមកបើអ្នកទាំងអស់គ្នាដាក់ខុសនោះវានៅនឹងក៏ដែរឥឡូវខ្ញុំមកដូរខាងនេះឲ្យវារៀងធំដូចគ្នាសិនអានេះខ្ញុំដាក់ថា create account
create account នៅពេលនោះអ្នកទាំងអស់គ្នានឹងមាន account មួយសម្រាប់យើងយកទៅ log in នៅក្នុងGoogle បង្កើត Google យើងត្រូវមាន email account មួយហើយឬក៏យើងចង់រៀននៅក្នុង Figma Canva ចូលទៅក្នុង Pinterest អីហ្នឹងគេត្រូវការ account email យើងមួយអញ្ចឹងយើងមានបេតុងប៉ុណ្ណឹងសម្រាប់log in and sign up សម្រាប់បង្កើត account តែបើអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាមាន account ទេអ្នកទាំងអស់គ្នាអាចចុចតាមខាងក្រោមនេះបានដោយសារថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់វីដេអូមួយនេះវីដេអូ sign up design ជា low អត់បាន design ជា high ទេដោយសារតខ្ញុំមានពេលខ្លីពេកសម្រាប់បង្ហាញពីបេតុង sign up នេះចឹងទៅឥឡូវខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ